am a finger Cambodia ឧបត្ថម្ភធំដោយ Mazda រថយន្តពេញនិយមនឹងតែងតែឈានមុខគេជានិច្ចឃ្លាបង្កើតភាពស្រស់ស្រាយកំចាត់អង្គែមានសល់លីហួរវេលុយផ្ដល់សេវាកម្មទេប្រាក់ប្រកបដោយទំនុកចិត្តខ្ញុំយល់ថាសំឡេងគឺជាធនធានដ៏សំខាន់បំផុតសម្រាប់អ្នកចម្រៀងគ្រប់រូបក៏ប៉ុន្តែមិនប្រកាសថាយើងអាចបញ្ចេញសំឡេងបានល្អគ្រប់ពេលវេលានោះទេខ្ញុំជាអ្នកចម្រៀងម្នាក់ធ្លាប់ច្រៀងច្រើនឆ្នាំដែរហើយពេលខ្លះក៏ខ្ញុំពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងក្នុងការប្រើសំឡេងនៅពេលដែលច្រៀងហើយពេលខ្លះក៏មិនជឿជាក់នៅអ្វីដែលខ្លួនឯងកំពុងធ្វើដែរដូច្នេះគឺខ្ញុំត្រូវតែមានការផ្លាស់ប្ដូរនិងកែប្រែខ្លួនឯងគឺខ្ញុំត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដែលខ្ញុំមាននៅលើឆាកមួយនេះគឺជាមធ្យោបាយមួយដែលធ្វើឲ្យដំណើរក្នុងវិថីសិល្បៈរបស់ខ្ញុំជោគជ័យហើយមូលហេតុដែលខ្ញុំជ្រើសរើសបទចម្រៀងមួយនេះយកមកបកស្រាយគឺបទមួយនេះហើយដែលធ្វើឲ្យទស្សនិកជនបានស្គាល់ខ្ញុំថាខ្ញុំជាអ្នកណាអញ្ចឹងអ្វីដែលខ្ញុំបានបង្ហាញទស្សនិកជននិងបកស្រាយនៅរាត្រីនេះគឺសង្ឃឹមថាបងប្អូនទស្សនិកជនទាំងអស់នឹងពេញចិត្តហើយនឹងគាំទ្រដល់រូបភាពបាទ I am a finger Cambodia ចង់បានរូបអូនមកនៅក្បែរខ្លួនបងចង់ឲ្យលួងអោបបងឲ្យណែនបានទីមិនចង់បាក់ភ្នែកឃើញថ្ងៃរាំងគ្មានមេវាពិតជាឯកានណាស់មិនបានយំថងទឹកភ្នែកហូរពេលណាមិនស្មានថាទុកបងចោលម្នាក់ឯងពេលនេះបងវងវេស្នេហ៍អូនបងវងវេអូនពួកដៃបងសន្យាថាមិនចោលបងអូនមិនអោយបងឲ្យម្នាក់ឯងក៏មិនលែងអោយអូនទៅណាបងមិនព្រមអោយអូនភ្លេចពាក្យសន្យាមកបន្តសន្យាអូនភ្លាមបងមិនព្រមអោយអូនទៅទេវិលវិញភ្លាមពេលនេះមានមេបងស្រីហើយអូនត្រូវតែលឺត្រូវតែស្ដាប់អូនគ្មានសិទ្ធិប្រឆាំងគ្មានសិទ្ធិរាយរ៉ាប់វិលវិញឲ្យឆាប់ណាមានមេបងអងវងចង់បានរូបអូនមកនៅក្បែរខ្លួនបងចង់ឲ្យនួនអបបងឲ្យណែនបានទេមិនចង់បើកភ្នែកឃើញថ្ងៃរាំងគ្មានមេវាពិតជាឯកានណាស់មិនបានយំផងទឹកភ្នែកហូរពេលណាមិនស្មានថាទុកបងចោលម្នាក់ឯងពេលនេះបងវងវេស្នេហ៍អូនបងវងវេអូនពួកដៃបងសន្យាថាមិនចោលបងអូនមិនអោយបងនៅម្នាក់ឯងក៏មិនលែងអោយអូនទៅណាបងមិនព្រមអោយអូនភ្លេចពាក្យសន្យាមកបន្តសន្យាអូនភ្លាមបងមិនព្រមអោយអូនទៅទេវិលវិញភ្លាមពេលនេះមានមេបងស្រីហើយអូនត្រូវតែលឺត្រូវតែស្ដាប់អូនគ្មានសិទ្ធិប្រឆាំងគ្មានសិទ្ធិរាយរ៉ាប់វិលវិញឲ្យឆាប់ណាមានមេបងអងវង
ពួកដៃបងសន្យាថាមិនចោលបងអូនមិនអោយបងនៅម្នាក់ឯងក៏មិនលែងអោយអូនទៅណាបងមិនព្រមអោយអូនភ្លេចពាក្យសន្យាមកបន្តសន្យាអូនភ្លាមបងមិនព្រមអោយអូនទៅទេវិលវិញភ្លាមពេលនេះមានមេបងស្រែកហើយអូនត្រូវតែលឺត្រូវតែស្ដាប់អូនគ្មានសិទ្ធិប្រឆាំងគ្មានសិទ្ធិរាយរ៉ាប់វិលវិញអោយឆាប់ណាមីមេបងអងវអូហូបាទអស់ចាមែនទែនសូមបដោស្នូតែដៃខ្លាំងៗមួយទៀតជលោកដួងវិរៈសិទ្ធអស់គ្នា ជំរាបសួរបង បាទ ចាជំរាបសួរចាបងប្អូននៅទីនេះដូចជាពេញចិត្តខ្លាំងមែនតើចាអារម្មណ៍នៅពេលនេះយ៉ាងណាដែរ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយនឹងរំភើបមែនតើនេះជាលើកទី1ដែលខ្ញុំបាទឡើងមកកម្មវិធីធំ បាទអស្ចារ្យមែនទែនជាមួយនឹងវត្តមានដ៏ពិសេសរបស់លោកដួងវិរៈសិទ្ធដែលជាវត្តមានតារាចម្រៀងអាជីពដ៏ល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានចូលរួមប្រកួតនៅក្នុងកម្មវិធី I Am a Singer Cambodia របស់យើងយល់ឃើញយ៉ាងណាដែរបន្ទាប់ពីការបកស្រាយនៅបទចម្រៀងគ្រួចមានអារម្មណ៍ថាភ័យជឿទុកចិត្តនៅលើសមត្ថភាពរបស់ខ្លួនឯងអត់ដោយសារតែលោកដួងវិរៈសិទ្ធគឺជាតារាចម្រៀងមួយរូបដែលមានទេពកោសល្យខ្ពស់មែនទែនមិនថានិពន្ធបទភ្លេងនិពន្ធទំនុកច្រៀងទេគឺថាគាត់អាចធ្វើបានឥឡូវមានអីចង់និយាយបងអូន អ្វីដែលខ្ញុំចង់និយាយគឺអរគុណសម្រាប់ភក្ដីភាពក្ដីស្រឡាញ់របស់ទស្សនិកជនដែលចំណាយពេលវេលាចូលមកទស្សនាផ្ទាល់និងអរគុណដល់ការលើកឈ្មោះក៏ដូចជាការគាំទ្រផងដែរអរគុណមែនតើបាទ ចាអរគុណច្រើនចាហើយសូមបញ្ជាក់ផងដែរថាលោកដួងវិរៈសិទ្ធគឺមានលេខកូដសម្គាល់ខ្លួនរបស់គាត់គឺលេខ2ដូច្នេះប្រសិនបើប្រិយមិត្តទូរទស្សនិកជនកំពុងតែទស្សនាកម្មវិធីរបស់យើងស្រឡាញ់ពេញចិត្តនៅសមត្ថភាពរបស់លោកដួងវិរៈសិទ្ធអញ្ចឹងអាចត្រៀមទូរស័ព្ទបានចាចុចលេខ2ផ្ញើទៅកាន់លេខ2016ជាការស្រេចចា បាទអរគុណណាបាទសូមបដោស្នូតែដៃខ្លាំងៗមួយទៀតជួយលោកដួងវិរៈសិទ្ធអរគ្នាបាទអរគុណវិរៈសិទ្ធអរគុណច្រើន តសំណាងល្អចាអរគុណច្រើនចា I am a singer Cambodia ឧបត្ថម្ភធំដោយ Mazda រថយន្តពេញនិយមនឹងតែងតែឈានមុខគេជានិច្ចឃ្លាបង្កើតភាពស្រស់ស្រាយកម្ចាត់អង្គែគ្មានសល់លីហួរវេលុយផ្ដល់សេវាកម្មទេប្រាក់ប្រកបដោយទំនុកចិត្ត